ស្វាគមន៍មកកាន់ចន្ទរាកាណាមីសួស្តីកូនថ្ងៃនេះលោកគ្រូលើកយកលំហាត់ទាក់ទងជាមួយនឹងមេរៀនទី2គឺមេរៀនសមាមាត្រអញ្ចឹងលំហាត់ទី1យើងមានគណនី n ដែល 40% នៃ n ស្មើនឹង70អញ្ចឹងលោកគ្រូរំលឹកទាក់ទងជាមួយនឹងភាគរយអញ្ចឹងបើយើងមាន 40% អញ្ចឹងយើងសរសេរបាន40លើ100អញ្ចឹងពាក្យថាន័យវាស្មើនឹងសញ្ញាគុណអញ្ចឹងតាមខ្លឹមសារនៃលំហាត់ហ្នឹងយើងបាន40លើ100គុណឲ្យ n ស្មើនឹង70អញ្ចឹងយើងដោះស្រាយសមីការហ្នឹងគឺយើងគុណអង្គទាំងពីរនឹង100លើ40វិញចឹងនាំយើងបាន100លើ40គុណឲ្យ40លើ100 n ស្មើនឹង70នេះគុណឲ្យ100លើ40ដូចគ្នាអញ្ចឹងយើងសម្រួលទៅនេះអស់ហើយចំណុចសល់ n ចំណុចយើងបាន n យើងស្មើនឹង70គុណឲ្យ100លើ40អញ្ចឹងស្មើនឹងយើងសម្រួល0មួយចោលសល់700ចុចឲ្យ4អញ្ចឹង700ចុចឲ្យ4មកយើងបាន1សល់3ថែម0បាន7 28សល់2ថែម0បាន5ខ្ញុំបាន175ចឹងដូច្នេះ n យើងស្មើនឹង175អញ្ចឹងលោកគ្រូមានលំហាត់អនុវត្ត4សម្រាប់កូនរៀនធ្វើណាហើយបើមានចម្ងល់អាចសួរលោកគ្រូបានសូមអរគុណ